មានเพจជាប់លឿងបែបនេះហើយចង់ដោះស្រាយតោះបងប្អូននៅដឹងពីវិធីដោះស្រាយអាចមើលវីដេអូនេះហើយអាចទៅដោះស្រាយជាមួយខ្ញុំទាំងអស់គ្នាហើយដំបូងឡើយគឺចេញមកបែបនេះបងប្អូនចុចចូល profile ហ្នឹងមកចង់ដឹងថាវាជាប់គេខ្លះអញ្ចឹងនេះគឺ monitor អញ្ចឹងគឺដាច់ការរលុយអស់ហើយ load ក្រហមមកបងប្អូនហើយ recommend នេះក៏ load ក្រហមទៀតអញ្ចឹងយើងចុចចូល recommend មកមូលហេតុគឺវីដេអូ unoriginal បងប្អូនអញ្ចឹងយើងចុចចូល page status ទៅមកនេះចូលឡើងនេះមក page status មកអញ្ចឹងនេះគឺវាចាប់មានទៅហើយគឺ suspend អស់ហើយអញ្ចឹងវិធីដោះស្រាយអញ្ចឹងបងប្អូនថត screen កន្លែងហ្នឹងមួយមកថតកន្លែងហ្នឹងមួយបងប្អូនតបថតកន្លែងហ្នឹងហើយបងប្អូនថយមកថតកន្លែងហ្នឹងមួយទៀតថតកន្លែងហ្នឹងហើយថយមកថតកន្លែងនេះមួយទៀតដើម្បីយកទៅស្នើបងប្អូនរួចហើយយើងថតរូបមួយនេះទៀតមកអញ្ចឹងបន្ទាប់ពីយើងថត4រូបនឹងហើយយើងថយទៅមកបងប្អូនយើងបងប្អូនយើងចូលមកកន្លែងនេះយើងយកពាក្យថា support help and support នេះមកចូលមកដល់កន្លែងនេះយើងចូលមក help and support រួចហើយយើងយកពាក្យ support a problem រួចហើយបងប្អូនយកពាក្យ continue to report រួចហើយបងប្អូនយកពាក្យ include បងប្អូន scroll មកខាងក្រោមមកបើបងប្អូនដោះស្រាយទៅលើ page ចឹងយក page បើបងប្អូនដោះស្រាយទៅលើ profile account Facebook profile បងប្អូនយក profile មកតែសម្រាប់ខ្ញុំគឺខ្ញុំដោះស្រាយលើ page ចឹងខ្ញុំយក page អញ្ចឹងមកដល់ត្រង់ចំណុចនេះនេះបងប្អូនគឺយើងចង់ដោះស្រាយនេះគឺមានរូបអញ្ចឹងយើងយករូបមិញមកបងប្អូនចុចខាងក្រោមនេះមកនេះគឺរូបមិញហ្នឹងដែលយើងថតហ្នឹងអញ្ចឹងខ្ញុំដាក់រូបនេះមួយនេះបងប្អូនអញ្ចឹងយើងដោះស្រាយអញ្ចឹងយើងចុច upload ទៀតមកទៅយករូបទៀតខ្ញុំដាក់រូបហ្នឹងហើយខ្ញុំដាក់រូបនេះមួយទៀតឃើញទេបងប្អូនឥឡូវខ្ញុំទៅយករូបទៀតខ្ញុំដាក់រូបមួយនេះបាន3រូបហើយអញ្ចឹងខ្ញុំយកមួយទៀតខ្ញុំយករូបមួយនេះចុះបងប្អូនហ្នឹងហើយអញ្ចឹង4រូបហ្នឹងទៅហើយកន្លែងលើនេះគឺគេឲ្យយើងសរសេរតិចមកបងប្អូនហើយសារខ្ញុំបានសរសេររួចរាល់ហើយអញ្ចឹងខ្ញុំទៅយកសិនបងប្អូនខ្ញុំ copy paste តែម្ដងអញ្ចឹងខ្ញុំថយសិនអស់មកខ្ញុំទៅយកនេះអញ្ចឹងខ្ញុំសរសេរទុកអស់ហើយអញ្ចឹងខ្ញុំធ្វើការ copy ទាំងអស់ហ្នឹងមកយកទៅបំពេញក្នុងកឡោនអំបញ្ញមិញហ្នឹងបងប្អូនអញ្ចឹងខ្ញុំ copy សិនអូខេចូល Facebook យើងវិញផាសកន្លែងទៅនឹងមកបងប្អូននេះបងប្អូនឃើញទេនេះគឺយើងសរសេរយ៉ាងមកនេះអញ្ចឹងដល់ប៉ុណ្្នឹងទៅគឺយើងចុច done រួចហើយយើងចុចខាងលើនេះ send ទៅអូខេអញ្ចឹងនេះឃើញទេគឺគេដាក់យើងបានផ្ញើទៅស្នើទៅខាងគេហើយអញ្ចឹងវីដេអូការស្នើគឺបងប្អូនអាចរងចាំមើលលទ្ធផលមិនដឹងជាលឿនឬក៏ឆាប់ទេបងប្អូនអាស្រ័យទៅលើ page យើងជាប់តាមកម្រិតធ្ងន់ឬក៏ស្រាលអីចឹងណាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនដែលស្រឡាញ់ពេញចិត្តកុំភ្លេចចុច follow ចុច like share ម្នាក់មួយផងបងប្អូន